នៅពេលដែលសហរដ្ឋអាមេរិកនិងថៃជាសម្ព័ន្ធមិត្តមានការរង្គោះរង្គើផ្នែកទំនាក់ទំនងការទូតក៏មានរំលេចអត្ថបទវិភាគចេញពី South China Morning Post ដែលបានចេញផ្សាយនៅថ្ងៃទី24មករាបានទម្លាយឲ្យឃើញនៅមូលហេតុពិតប្រាកដដែលនាំឲ្យមិត្តភាពរវាងថៃនិងអាមេរិកដើរដល់ផ្លូវល្អកកទោះបីជាថៃជាសម្ព័ន្ធមិត្តតាមសន្ធិសញ្ញាជិតស្និទ្ធរបស់សហរដ្ឋអាមេរិកក៏ដោយប៉ុន្តែនៅដើមឆ្នាំ2026នេះទីក្រុងបាងកកបានសម្រេចចិត្តបោះជំហានយ៉ាងលឿនទៅរកមហាអំណាចចិនអត្ថបទនោះបានរំលេចជាចំណងជើងថាហេតុអ្វីបានជាថៃដែលជាសម្ព័ន្ធមិត្តអាមេរិកកំពុងតែស្តុកទុកអាវុធចិនទៅវិញអ្វីដែលធ្វើឲ្យសហរដ្ឋអាមេរិកមានការភ្ញាក់ផ្អើលបំផុតនោះគឺទំហំនៃការបញ្ជាទិញអាវុធរបស់ថៃមិនមែនត្រឹមតែជាអាវុធតូចតាចនោះទេប៉ុន្តែថៃកំពុងស្តុកទុកទាំងរថក្រោះមីស៊ីននិងនាវាចម្បាំងមកពីប្រទេសចិនយ៉ាងសន្ធឹកសន្ធាប់លើសពីនេះកិច្ចព្រមព្រៀងទិញនាវាមួយទឹកដែលធ្លាប់មានភារកម្មរកុកក៏ត្រូវបានថៃជំរុញឲ្យដំណើរការឡើងវិញយ៉ាងប្រញាប់ប្រញាល់បំផុតការងាកទៅរកអាវុធចិននេះគឺដោយសារតែមានតម្លៃសមរម្យជាងនិងមានលក្ខខណ្ឌងាយស្រួលជាងបើប្រៀបធៀបទៅនឹងអាវុធរបស់សហរដ្ឋអាមេរិកហេតុអ្វីបានជាថៃត្រូវប្រញាប់ប្រញាល់ស្តុកទុកអាវុធនេះនោះការរៀបចំតុល្យភាពអំណាចនិងចំនួនក្នុងតំបន់ក្រុមអ្នកជំនាញបានវិភាគថានេះគឺជាការរៀបចំតុល្យភាពអំណាចថ្មីថៃចង់បង្ហាញថាខ្លួនលែងពឹងផ្អែកលើសហរដ្ឋអាមេរិកទាំងស្រុងទៀតហើយម្យ៉ាងវិញទៀតការពង្រឹងកម្លាំងយោធានេះកើតឡើងចំពេលដែលមានភាពតានតឹងតាមព្រំដែនជាមួយប្រទេសជិតខាងជាពិសេសគឺជាមួយប្រទេសកម្ពុជាថៃហាក់ដូចជាមិនសប្បាយចិត្តចំពោះចំហរបស់លោកដូណាល់ត្រាំលើកិច្ចព្រមព្រៀងបទច្បាញ់ក្នុងតំបន់ទើបពួកគេសម្រេចចិត្តពង្រឹងសាច់ដុំដោយខ្លួនឯងបែបនេះទន្ទឹមនឹងនេះលោកកាស៊ីភិរមយ៉ាអតីតរដ្ឋមន្ត្រីការបរទេសថៃធ្លាប់បានព្រមានថាការទិញអាវុធពីចិនកាន់តែច្រើននឹងធ្វើឲ្យអាមេរិកមានការសង្ស័យលើភាពស្មោះត្រង់របស់ថៃក្នុងនាមជាសម្ព័ន្ធមិត្តតាមសន្ធិសញ្ញាហើយបើថៃនៅតែបន្តយកចិត្តចិនតាមរយៈការទិញអាវុធបែបនេះថ្ងៃណាមួយអាមេរិកនឹងកាត់ផ្តាច់មិត្តភាពជាក់ជាមិនខានហើយថ្ងៃនោះគឺបានមកដល់មែននោះគឺការបង្កត់ធ្វើតការដាក់ប្រទេសចំនួន75រួមទាំងថៃផងដែរគឺដោយសារតែជនអន្តោប្រវេសន៍ប្រើប្រាស់ប្រព័ន្ធសុខុមាលភាពសង្គមរបស់សហរដ្ឋអាមេរិកច្រើនហួសហេតុហើយអ្វីទាំងអស់ត្រូវបានចាត់ទុកជាយុទ្ធសាស្ត្រដាក់សម្ពាធភូមិសាស្ត្រនយោបាយដើម្បីឲ្យថៃដឹងខ្លួនថាការងាកទៅរកចិននឹងធ្វើឲ្យបាត់បង់អត្ថប្រយោជន៍ពីសហរដ្ឋអាមេរិកស្របជាមួយគ្នានេះផងដែរភោជនីយដ្ឋានជប៉ុននៅប្រទេសថៃបានសម្រេចចិត្តបិទទ្វារមួយចំនួនជាប្រវត្តិសាស្ត្រនៅក្នុងឆ្នាំ2025គិតចាប់តាំងពីឆ្នាំ2007មកនេះបើយោងតាមប្រភព Nikkei Asia ដែលបានចុះផ្សាយនៅថ្ងៃទី24មករាការថយចុះនៃ brand ធំៗរបស់ជប៉ុននេះបានកើតឡើងដោយសារអត្រាធ្លាក់ចុះនៃចំនួនភ្ញៀវទេសចរបរទេសវិបត្តិសេដ្ឋកិច្ចដែលធ្វើឲ្យពលរដ្ឋថៃកាត់បន្ថយការចំណាយលើអាហារដែលមានតម្លៃថ្លៃនេះមិនមែនគ្រាន់តែជាការបិទហាងធម្មតាទេតែនេះគឺជាសញ្ញាបង្ហាញថាការដួលរលំនៃអាណាចក្រអាហារជប៉ុនដែលធ្លាប់តែគ្រប់គ្រងទីផ្សាររបស់ថៃមកដល់ចំណុចនេះមានសំណួរកើតឡើងតើការបង្កើនចំនួនសពាវុធយ៉ាងច្រើនសន្ធឹកសន្ធាប់ពីចិនបែបនេះតើជាសញ្ញាគំរាមកំហែងនៅក្នុងតំបន់ឬបែបណាខ្ញុំសំអាងវណ្ណៈ True Insider